អានេះជាសបុកថ្មីដែលខ្ញុំបានដាក់ប្រកាសឈ្មោលព្រៃមេនេះគឺមេម៉ាឡេដែលខ្ញុំប្រកាសក្នុងស្រុកហើយខ្ញុំដាក់ជាមួយនឹងឈ្មោលព្រៃបាទបញ្ជាក់ជូនបងប្អូនគឺឈ្មោលព្រៃជាមួយមេម៉ាឡេដែលខ្ញុំប្រកាសក្នុងស្រុកបាទហើយទំហំវាប្រហាក់ប្រហែលគ្នាល្អណាស់មកគូនេះកូនមកដឹងទៅស្អាតហើយមេនេះគឺផើមល្អណាស់បងប្អូនមេនេះគឺផើមល្អបាទបើនិយាយទៅខ្ញុំថែបំពន់វាចំណីរហូតហើយពោះវាធំហ្នឹងបងប្អូនមើលនោះហើយពេលដាក់ចូលមកគឺវាអួតជាមួយឈ្មោលមកខ្លួនវាឡើងបកង់ណាបាទហើយអញ្ចឹងខ្ញុំធ្វើការធៀបដោយកងរយៈពេលមួយថ្ងៃសិនអាចនឹងល្ងាចហ្នឹងបើខ្ញុំបើកមើលឃើញពុះមានច្រើនគឺខ្ញុំបើកឲ្យនៅជាមួយគ្នាហ្មងព្រោះត្រីព្រៃហើយនឹងនេះយើងស្រួលប្រកាសវាអត់សូវខាំមេដូចត្រីម៉ាឡេឬក៏ត្រីថៃទេមេឈ្មោលព្រៃនឹងមេកាត់នេះគឺស្រួលប្រកាសជាងវាអត់សូវខាំមេទេភាគច្រើនទៅធ្វើពុះឲ្យប្រឡែងមេទៅគឺគៀបពងហ่ะបាទហើយចឹងចាំទស្សនាបន្តវីដេអូបន្តទៀតជាមួយខ្ញុំបាទឥឡូវយើងធ្វើការធៀបប៉ុណ្ណឹងហើយយើងដាក់ចំណីវាតិចទៅហើយយើងគ្របទុកទៅដើម្បីឲ្យឈ្មោះវាធ្វើពពុះហើយនេះសបុកមួយទៀតក៏ខ្ញុំដាក់ព្រៃដែរបានដាក់ព្រៃជាមួយនឹងមេដូចគ្នាមេវៀតណាមដែលខ្ញុំប្រកាសបានខ្លួនឯងបាទមេវៀតណាមយើងក្រហមហ្មងណាកតុយវាហ្នឹងយើងក្រហមណាខុសពីមេម៉ាឡេពណ៌យើងស្វាយប្រផេះហើយរបស់វៀតណាមអានេះខ្លួនយើងខៀវកតុយយើងក្រហមបាទខ្ញុំដាក់ជាមួយឈ្មោលព្រៃពួកនេះកូនមកដល់ទៅស្អាតហើយវាសបល់ពួកនេះហើយកូនមកប្រហែលជាអាចដាច់ 90% ចឹងបងប្អូនចាំទស្សនាទាំងអស់គ្នាបន្តទៀតក្រោយពីវាធ្វើពពុះឬមួយក៏គៀបពងខ្ញុំនឹងធ្វើវីដេអូបង្ហាញបន្តទៀតបាទឥឡូវដល់ពេលយប់ហើយម៉ោង 6:06 ល្ងាចហើយបាទអញ្ចឹងយើងមកបើកមើលត្រីរបស់យើងថ្ងៃមិញដែលដាក់ប្រកាសហ្នឹងចង់ដឹងថាវាធ្វើពពុះហើយនៅនេះឥឡូវនេះជាក់ស្ដែងគឺវាមានពពុះហើយបងប្អូនណាបាទមានពពុះហើយនេះអញ្ចឹងបើត្រីយើងមានពពុះចឹងហើយយើងអាចលែងមេឲ្យនៅជាមួយឈ្មោះបានហើយមេក៏ធ្វើពពុះដែរនេះពពុះទូចនេះអញ្ចឹងកាលណាមេធ្វើពពុះអញ្ចឹងបានន័យថាវាដល់ពេលប្រកាសហើយយើងចំណាំប្រកាសត្រីយើងចំណាំអញ្ចឹងទៅចឹងត្រីនេះអត់យូរទេស្អែកហ្នឹងប្រហែលជាអាចពងហើយស្អែកហ្នឹងប្រហែលជាអាចពងហើយសបកនេះមួយទៀតខ្ញុំគិតថាប្រហែលជាវាធ្វើពុះនេះគ្នាបាទនេះឃើញទេនោះគឺពពុះនេះគ្នាបាទពុះល្អទៀតអញ្ចឹងក៏យើងអាចលែងមេបានដែរមេសម្រាប់ផើមស្អាតបាទហើយត្រីមេក៏មានពពុះទូចដែរបាទនេះអញ្ចឹងបានន័យថាត្រីយើងវាកំពុងតែរៀបចំប្រកាសពីស្អែកនេះអាចពីស្បុកនេះអាចនឹងគៀបពងប្រហែលគ្នាបើស្អែកហ្នឹងអាចមានមុនមានក្រោយប៉ុន្តែស្អែកនេះប្រហែលជាគៀបទាំងពីរស្បុកដាក់ស្មៅទឹកចឹងស្រួលប្រកាសហ្នឹងពុះវាធ្វើមកក្រោមស្មៅទឹកនឹងល្អបាទអញ្ចឹងយើងគ្របមកវិញមកចាំស្អែកពេលថ្ងៃត្រង់ចាំមកបើកមើលម្ដងទៀតថាត្រីរបស់យើងពងឬក៏នៅបាទ
bà lấy pê ngày tròn thì một bà mưa thằng ốc thế ta thấy bỏ dưới bàn kịp bồn hay nữ chẳng đôi trong vậy vì bọn chẳng cứ thấy nó bị chạm kịp bồn tới được xa mê cô bia đòn bia và cát hay mua ngô việt vừa phù lò này lấy bồn hay bọn phốn á và còn nói nhì còn nữ cái bọc đá chân dương thôi ca chập nhì trên cái đá tứ chân dương bạch với tiết tứ dương còn đại chân này mình tích chưa tới đẹp ôi mua xi miền cầm lang khai bông dương thử tục thì ngày nâng tới tục đó buôn làm tháng 2 bàn dương mà bạc 10 thì sẽ bọc mỗi tiết của nhâm kết hợp 2 chiếc bông hơi đây bộ ba phải nhưng phải cắt chiếc bông nữa nè đang có bông nó còn phố nó coi nhé và cái bông ở hồi mê còn nơi cái sẽ bọc đài cái chữ chập ở mê tránh cho tới cái bông luôn mình tên tránh được trong tôi ca đại trận này đích nữa dương đại chân này hơi thời tục về p 5 tháng ngày buồn tập 5 tháng ngày ban dương một bài mưa trong cái p này tới cái dương crop chào hột hơi lên bài rồi và chẳng p là vì nhỏ nhầm năng mà thôi vì đầu to chui màu phone tới bạn nó cứ thìประกาศ thì và thì cầm là trongประกาศ cầm lọประกาศ đó đó hay cái tu ban pha lọ này trong một phone ai thì này hãy xả bong tam ban bạn lời ngàyនេះគឺថ្ងៃទី 4 ហើយបាទអញ្ចឹងយើងមកបើកមើលត្រីរបស់ខ្ញុំប្រកាសហ្នឹងតើកូនត្រីយើងញាស់ហើយនៅបាទកូនត្រីញាស់តែអត់តន់ចេះហែលស្ទាត់ទេបាទនេះបាទគឺអត់តន់ចេះហែលស្ទាត់ទេបាទអញ្ចឹងយើងអាចដាក់អាទីមៀបានហើយយើងដាក់វាចោលទៅវាហែស្ទាត់មួយថ្ងៃទៀតគឺវាអាចស៊ីចំណីនឹងបានហើយអញ្ចឹងខ្ញុំធ្វើការដាក់ចំណីឲ្យវាហើយនេះគឺអាទីមៀដែលខ្ញុំបានញាស់ទុកបាទញាស់សម្រាប់កូនត្រីទើបញាស់នេះជាប្រភេទអាទីមៀគឺវាល្អល្អិតអញ្ចឹងបាទយើងបូមហើយយើងដាក់វាតក់តិចចឹងមកបាទកូនញាស់ច្រើនដែរបងក្នុងពពុះហ្នឹងគឺសើកូនតែវាអត់ទាន់ចេះហែលអញ្ចឹងគឺបាវាប្រមូលកូនហ្នឹងដាក់ក្នុងពពុះវាពំកូនដាក់ក្នុងពពុះអញ្ចឹងដោយសារកូនអត់ទាន់ចេះហែលស្ទាត់ហើយបើវាចេះហែលគឺវាហែលចាញ់ពីពពុះហ្នឹងមកតាមគៀនធុងនេះអញ្ចឹងឥឡូវនេះគឺដោយសារវានៅហែលមិនទាន់ស្ទាត់ទើបបាវាប្រមូលដាក់នៅក្នុងពពុះហ្នឹងអញ្ចឹងពេលដែលយើងដាក់ចំណីចូលទៅឃើញនៅក្នុងពពុះហ្នឹងឃើញកូនហែលចេញច្រើនបាទតបពីដាក់មកខ្ញុំធ្វើការគ្របវិញភាសាកូនត្រីយើងអត់តចេះហែលស្ទាត់ហើយយើងបើកចោលយើងខ្លាចខូចពពុះទៅកូនវាលិចអាចងាប់នេះក៏ដូចគ្នាដែរនេះមានកូនខ្លះហែលចេញក្រៅកូនខ្លះនៅក្នុងពពុះបាទកូនខ្លះនេះមានមកតាមគែមធុងនេះអស់ហើយភាសានេះវាគៀបមុនមួយថ្ងៃគៀបមុនសបុកនេះមួយថ្ងៃដោយសារមីល្ងិតថតទៅច្បាស់នេះកូនវាបាទនឹងកូននៅគែមធុងហ្នឹងអញ្ចឹងយើងធ្វើការបូមអាទីមៀរបស់យើងដាក់ដូចគ្នាបាទបន្តតិចចឹងមក
ចំពោះចំណីសម្រាប់កូនទើបញាស់នេះខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនធ្វើអាទីមៀបាទធ្វើអាទីមៀទៅដើម្បីភ្ញាស់ឲ្យកូនត្រីយើងស៊ីហ្នឹងវាល្អិតវាទូចមែនតើអញ្ចឹងកូនត្រីរបស់យើងអាចស៊ីបានកូនត្រីប្រកាសរបស់យើងហ្នឹងវាមានលទ្ធភាពរស់ច្រើនភាសាទីមៀវាល្អិតណាចឹងនៅតែប្រាប់បងប្អូនហាមបើសិនជាប្រកាសត្រីគឺដំបូងបំផុតគឺភ្ញាស់អាទីមៀដាក់ឲ្យស៊ីទៅវាល្អជាងចៃក្រហមខ្លះវាធំកូនវាស៊ីអត់កើតទេតែបើអាទីមៀនេះនឹងទៅស៊ីកើតដែរដាក់ឲ្យយើងគ្របធម្មតាវិញរយៈពេល2ថ្ងៃទៀតបានខ្ញុំចាប់តាមចំហលេងគ្របអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានប៉ុណ្ណឹងរបៀបប្រកាសត្រីហ្នឹងបាទសូមចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ